Hello អ្នកនរគ្នាក៏ដូចជាស្វាគមន៍ដល់បងបងក៏ដូចជាលោកអ៊ំលោកពូលគូមីងលោកយាយលោកតាទាំងអស់គ្នាផងដែរបាទថ្ងៃនេះយើងត្រឡប់មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ទៀតហើយម៉ូតសក់ដែលខ្ញុំកំពុងកាត់នេះគឺហៅជាភាសាខ្មែរយើងថាឡុងសុងជើងខ្ពស់ហើយយើងយកជើងសហើយសម្រាប់អ្នកដែលមានតម្រង់ក្បាលធំក៏ដូចជាសរសៃសក់ដូចបងប្រុសក៏អាចធ្វើការកាត់ម៉ូតនេះផងដែរហើយបន្ទាប់ពីកាត់រួចគឺអ្នកទាំងអស់គ្នាចាំមើលថាសមឬមួយក៏មិនសមកុំភ្លេចជួយ comment អ្នកមួយផងហើយជាដំបូងខ្ញុំបាទធ្វើការឈូសដើម្បីឲ្យចេញរាងជាស្មើសិនគឺខ្ញុំឈូសថ្មីទៅទេសម្រាប់ជាងដែលគាត់រៀនកាត់សក់ក៏ដូចជាជាងដៃថ្មីប្រហែលជាយល់ហើយបន្ទាប់ពីខ្ញុំឈូសហើយខ្ញុំធ្វើការទ្របក្រាស់ស្ដាងបន្ទាប់មកទៅខ្ញុំទ្របក្រាស់ធំតាមក្រោយចឹងហើយអ្នកជាងឯដៃថ្មីកុំភ្លេចមើលវីដេអូនេះហើយបញ្ចូលចិត្តកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីទុកមើលពេលយើងទំនេរពីការរៀនយើងមកមើលវីដេអូបន្ថែមដើម្បីឆាប់ចេះវិស័យកាត់សក់យើងរីកលូតលាស់ដល់ដាល់ទាំងអស់គ្នាហើយចំពោះមេជើងក៏អាចមើលវីដេអូនេះផងដែរហើយបើមានខុសឬមួយក៏ខុសឆ្គងត្រង់ណាកុំភ្លេច comment កែតម្រូវខ្ញុំម្នាក់មួយផងដោយសារតែខ្ញុំមិនមែនជាជាងល្អឥតខ្ចោះអីទេខ្ញុំគ្រាន់តែចែកចម្លែកបទពិសោធន៍ដែលខ្ញុំឆ្លងកាត់មកតិចតួចប៉ុណ្ណោះចឹងហើយបើបងប្អូនមិនចូលចិត្តគ្រាន់តែអូសរំលងទៅគឺបានហើយបន្ទាប់ពីខ្ញុំកាត់ជើងក្រោមរួចខ្ញុំធ្វើការកោឲ្យរៀបរយទៅខ្ញុំចាប់ដើមកាត់សក់ខាងលើនេះជាទម្លាប់របស់ខ្ញុំហើយបើបងប្អូនមានទម្លាប់បែបណាកុំភ្លេចជួយប្រាប់ខ្ញុំផងព្រោះជាងម្នាក់មិនដូចគ្នាទេយើងតែងតែមានទម្លាប់ខុសៗគ្នាហើយបន្ទាប់ពីកាត់សក់លើបានស្អាតរៀបរយមកខ្ញុំចាប់ផ្ដើមសាប់ខ្ញុំសាប់តែចុងបន្តិចទេព្រោះបើយើងសាប់កសក់អាចនឹងប្រហោងពេលដែលសក់ស្ងួតនឹងឃើញស្នាមគឺអត់ស្អាតទេចឹងហើយសម្រាប់ជាងដៃថ្មីបើសាប់សក់កុំភ្លេចមើលវីដេអូនេះឲ្យបានចប់ទាំងអស់គ្នាដើម្បីយើងយល់ដឹងបន្ថែមកន្លឹះតិចតួចក៏អាចធ្វើឲ្យយើងកាន់តែល្អប្រសើរបានដែរបងប្អូនចឹងហើយយើងចែកម្លែកគ្នាម្នាក់បន្តិចដើម្បីឲ្យយើងកាន់តែមានភាពល្អទៅមុខរហូតហើយបន្ទាប់ពីខ្ញុំកាត់សក់ខាងលើរួចខ្ញុំធ្វើការផ្លុំសក់ដើម្បីចាំម៉ូតសក់ឲ្យបងប្រុសបន្តិចដើម្បីឲ្យចេញរាងកាន់តែស្អាតផងដែរដោយសារតែតាមពិតសក់មនុស្សយើងទោះយើងកាត់ស្អាតយ៉ាងណាក៏ដោយបងប្អូនបើយើងអត់ធ្វើការចាប់ម៉ូតឬក៏ផ្លុំឲ្យមានរាងទេគឺមើលទៅក៏មិនសូវស្អាតប្រហែលដែរហើយបន្ទាប់ពីយើងលាបជែលឲ្យគាត់បន្តិចមកយើងធ្វើការសិតដើម្បីឲ្យចេញរាងស្អាតបន្ទាប់មកខ្ញុំឲ្យកញ្ចក់គាត់មើលថាគាត់អូខេឬក៏អត់គាត់បានប្រាប់ខ្ញុំថាអូខេបងប៉ុណ្ណឹងខ្ញុំពេញចិត្តតែសម្រាប់បងប្អូនយល់យ៉ាងណាដែរស្អាតឬមួយក៏មិនស្អាតហើយបើមានកង្វះខ្វះខាតក៏ដូចជាកំហុសត្រង់ណាសូមអធិស្ឋានផងដែរជួបគ្នានៅក្នុងវីដេអូថ្មីហើយកុំភ្លេចជួយចុច follow ខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើនបាយ